រហូតដល់មានព័ត៌មានឆេះក្លឹបហ្នឹងបានខ្ញុំដឹងថាអូវានៅតែមាននៅក្នុងហ្នឹងអញ្ចឹងគាត់ថាក្នុងដែលថារឿងគេនិយាយក្លឹបហ្នឹងដែលឆេះស្លាប់3នាក់ហ្នឹងម្នាក់គាត់ថាឬគេនិយាយព័ត៌មានគេចេញមកគឺម្នាក់មនុស្សស្រីខ្មោចស្រីហ្នឹងគឺនៅនឹងអញ្ចឹងវាលួចស្រឡាញ់តារាចម្រៀងប្រចាំក្លឹបហ្នឹងហើយធម្មតាតារាចម្រៀងប្រចាំក្លឹបគាត់គាត់ស្នេហាគាត់ឆ្លេងបរិយអញ្ចឹងគាត់មានដៃគូសង្សារគាត់អីចឹងទៅហើយដូចជាធម្មតាសង្សារគ្នាគេឲ្យគេនិយាយថាគេស្និទ្ធស្នាលនឹងគ្នានឹងកន្លែងគេធ្វើការធ្វើអីចឹងទៅក៏មានថាម្នាក់ហ្នឹងដូចជាខឹងប៉ុន្តែគាត់ថាខឹងទៅវាធ្វើឲ្យឆេះហ្មងហើយឆេះទៅឬថាផ្លាប់តារាចម្រៀងប្រចាំក្លឹបហ្នឹងហើយនឹងបូកសន្តិសុខ2នាក់ហើយពេលហ្នឹងដូចជាចូលបើមិនខាងសង្សារទេក៏ខាងក្រុមគ្រួសាររបស់តារាចម្រៀងប្រុសហ្នឹងដែរដូចជាចូលសមាជិកគ្រួសារហ្នឹងហើយប្រាប់ថាគេហ្នឹងគេស្រឡាញ់ម្នាក់តារាចម្រៀងប្រុសហ្នឹងអញ្ចឹងដាច់ខាតក្រុមគ្រួសាររបស់តារាចម្រៀងប្រុសហ្នឹងសែនធ្វើកម្មវិធីការឲ្យគេ2នាក់ហ្នឹងអញ្ចឹងបានគេយកមកលកាំងហ្នឹងមកប្រារព្ធពិធីមង្គលការជាមួយគ្នាហើយវាថាបើអត់ប្រារព្ធពិធីមង្គលការឲ្យវាទេម្នាក់ប្រុសហ្នឹងក៏អត់អាចបានទៅចាប់ជាតិនៅណាដែរហើយវានឹងអាចយកសមាជិកគ្រួសារខាងតារាចម្រៀងប្រុសហ្នឹងម្នាក់ម្ដងអញ្ចឹងទៅអ្វីខ្ញុំចង់ detail ច្រើនគឺខ្មោចហ្នឹងចូលបុគ្គលិកម្នាក់ហើយវានិយាយថាវាចង់ឲ្យបុគ្គលិកយើងហ្នឹងទៅចងកនៅដើមចន្ទៃហ្នឹងអូយនេះមិនខ្មោចទេចូលធំហើយវាចូលលក្ខណៈជាព្រាយឬមួយក៏អីចាំបងចាំស្ដាប់ទៀតវាមានទៀតវាថាចូលបុគ្គលិកខ្ញុំម្នាក់ហ្នឹងថ្ងៃហ្នឹងគឺគាត់អត់និយាយស្ដីទាំងអស់ហើយមុខគាត់ស្លេកមែនតើហើយគាត់អត់និយាយស្ដីទេគ្រាន់តែពេលគាត់ចាប់ការងារគាត់គាត់គិតតែអង្គុយយំមកហើយវាថាគេសួរនាំអញ្ចឹងគាត់អត់ប្រាប់គេថាដំណើរដើមចូលឲ្យមិនទេហើយគាត់ក៏ទាញខ្សែពោះឲ្យរត់ទៅរកដើមចន្ទៃហ្នឹងមកតែគាត់ថាជំនាន់ហ្នឹងវានៅមានទាហានវៀតណាមអីគេនៅនឹងដែរឬមួយក៏នៅក្រោយតែហ្នឹងមានផ្ទះវៀតណាមលក់កាហ្វេនៅហ្នឹងអញ្ចឹងខាងប្រុសវៀតណាមហ្នឹងគាត់ 4-5 នាក់គាត់ចាប់ម្នាក់ហ្នឹងហ៎បងដល់ពេលចាប់ទៅគាត់ថាគាត់ក៏និយាយបុគ្គលិកដែលខ្មោចចូលហ្នឹងហើយវៀតណាមប្រុសចាប់ពី3នាក់អត់ជាប់ទេបងហើយការជំនាន់ហ្នឹងដូចជាគេនិយាយថាបើចង់ដឹងថាខ្មោចចូលឬក៏អត់ឲ្យយកកាភ្លើងបាញ់ប្រឆាំងស្លឹកជីឬមួយក៏អីដែលផ្ទុះខ្លាំងអញ្ចឹងទៅដើម្បីឲ្យយើងភ្ញាក់បើយើងជាមនុស្សយើងភ្ញាក់ឯងតែពេលហ្នឹងអត់មានភ្ញាក់អីហើយអ្នកខ្លះអញ្ចឹងក៏ព្យាយាមចាប់គាត់ទៅហើយអ្នកខ្លះទៀតក៏ខលរកគ្រូអាគម